នេះគឺជាទស្សនវិជ្ជាទាំងស្រុងប្រសង់ក៏ចបណ្ឌបាតចំនួន78អង្គនៅក្នុងពិធីបុណ្យឆ្លងបុណ្យកំសាន្តភូមិឬគេហៅថាបុណ្យចូលឆ្នាំភូមិជាទំនៀមទម្លាប់ប្រពៃណីរបស់អ្នកភូមិត្រពាំងឫស្សីដែលស្ថិតនៅឃុំរូងស្រុកមេមត់ខេត្តត្បូងឃ្មុំជារៀងរាល់ឆ្នាំប្រជាជននៅទីនោះតែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំភូមិឬបុណ្យកំសាន្តភូមិបន្ទាប់បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងចប់សពគ្រប់គឺពួកគាត់តែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំភូមិឬបុណ្យកំសាន្តភូមិនេះឡើងបាទគោរពនិងជម្រាបសួរបងប្អូនប្រិយមិត្តទស្សនិកជនហើយនេះក៏ជាលើកទី1ផងដែរខ្ញុំអ្នកស្រុកបញ្ញាក្រែកហើយក៏មានមិត្តភ័ក្តិនៅទីនោះមិត្តភ័ក្តិចង់ហៅឲ្យទៅស្គាល់តំបន់ក៏ដូចជាពិធីបុណ្យកំសាន្តភូមិអ្នកស្រុកនោះម្ដងហើយខ្ញុំក៏បានសម្រេចចិត្តទៅលេងរយៈពេល1ថ្ងៃផងដែរនៅថ្ងៃបុណ្យឆ្លងចូលឆ្នាំភូមិនេះតែម្ដងហើយនេះគឺជាទស្សនវិជ្ជាទាំងស្រុងបន្ទាប់ពីប្រសង់ក៏ចបណ្ឌបាតចំនួន78អង្គហើយប្រជាពលរដ្ឋក៏ដូចជាពុទ្ធបរិស័ទនៅភូមិស្រុកនោះគឺសម្ដែងការសប្បាយចិត្តក៏ដូចជាការត្រេកអរមែនទែនដោយសារនៅឆ្នាំនេះព្រមទាំងប្រសង់ក៏ចបណ្ឌបាតមានចំនួនច្រើនលើសពីរាល់ឆ្នាំព្រមទាំងពុទ្ធបរិស័ទច្រើនលើសលប់ជារៀងរាល់ឆ្នាំផងដែរហើយនេះគឺជាសមិទ្ធផលថ្មីនៅឆ្នាំ2025ហើយនេះគឺជាទស្សនវិជ្ជាទាំងស្រុងផងដែរនៅពេលថ្ងៃត្រង់ចូលទៅដល់ម៉ោង1 ជិតម៉ោង2ហើយគឺប្រជាជនក៏ដូចជាប្រជាពលរដ្ឋព្រមទាំងពុទ្ធបរិស័ទអាចារ្យគណៈកម្មការគឺដឹកនាំគឺមានពិធីស្រង់ព្រះគឺស្រង់ព្រះនៅលើសាលាបុណ្យតែម្ដងបងប្អូនប្រិយមិត្តគឺសប្បាយណាស់ហើយបន្ទាប់ពីស្រង់ព្រះរួចរាល់មកគឺគាត់ចុះមកក្រោមគឺមានការបាចទឹកដាក់គ្នាហើយធុងបាសក៏បន្លឺសំឡេងរាំតាមចង្វាក់ភ្លេងមានការរំវង់សារវ័នឡាំលាវអីចឹងទៅហើយបងប្អូនប្រជាពលរដ្ឋនៅទីនោះគឺសប្បាយមែនតែនគឺมันមានការប្រកាន់វណ្ណៈឬក៏ទំនាស់ទាស់តែងវាយកាប់ចាក់អីទេគឺសប្បាយណាស់គឺស្រស់គ្នាណាទាំងចាស់ទាំងក្មេងអ្នកខ្លះទៅក៏បន្ទាប់ពីស្រង់ព្រះរួចមានការបាយទឹកដាក់គ្នាទៅវិញទៅមកមានការប៉ាត់ម្សៅរាំលេងកំសាន្តយ៉ាងច្រើនកកកហើយបន្ទាប់ពីពេលថ្ងៃស្រង់ព្រះរួចពួកខ្ញុំនឹងក៏នាំគ្នាទៅគេហដ្ឋានវិញហើយបន្ទាប់មកនៅប្រហែលម៉ោង3ម៉ោង4ក៏ចាប់ផ្ដើមមកលេងម្សាទៀតពេលល្ងាចបងប្អូនអើយគឺនៅស្រុកភូមិនោះគឺមនុស្សច្រើនមែនតែនលេងនៅក្នុងពិធីបុណ្យចូលឆ្នាំភូមិឬបុណ្យកំសាន្តភូមិគឺបងប្អូនប្រជាពលរដ្ឋក៏ដូចជាមនុស្សម្នាអ្នកមកពីទីជិតទីឆ្ងាយដែលគាត់ទៅលេងកំសាន្តដូចចូលឆ្នាំយើងអញ្ចឹងបុណ្យភូមិគេនេះគឺមនុស្សយ៉ាងច្រើនកកលេងមិនប្រកាន់វណ្ណៈគឺខ្ញុំបានទៅដល់ទីនោះមានមិត្តភ័ក្តិគេជាមេតំបន់ដែរដែលឈ្មោះខេមរាដែលជាអ្នកនាំទៅហ្នឹងគឺគេនាំទៅប៉ាត់ម្សៅអ្នកនោះអ្នកនេះអញ្ចឹងទៅដោយសារគេមេតំបន់ហ្នឹងណាហើយណាមួយគេនាំឲ្យមើលស្រីក៏ដូចជាកំមុំអ្នកស្រុកមេមត់ផងដែរគឺកំមុំអ្នកស្រុកមេមត់គឺគឺគេសប្បាយគឺប៉ាត់ម្សៅវាចូលច្រើនថ្ពាល់ដែរហើយខ្ញុំជាលើកទី1ដែលហ៊ានលេងប៉ាត់ម្សៅដោយសារកាលពីវឹកចូលឆ្នាំគឺអត់បានលេងប៉ាត់ម្សៅគេទេដើរក៏មិនហ៊ានដើរដែរហើយទៅតំបន់នោះស្រុកមេមុនគឺអត់មានអ្នកស្គាល់ផងចឹងអត់សូវអៀនទេដោយសារអត់មានអ្នកស្គាល់ចឹងទៅក៏ទៅលេងប៉ាត់ម្សៅអីជាមួយមិត្តភ័ក្តិក៏ដូចជាអ្នកស្គាល់រាប់អានគ្នានៅទីនោះគឺប៉ាត់ម្សៅគ្នាទៅវិញទៅមកឡើងវិលមុខដែរបងប្អូនមនុស្សច្រើនពេកចង់ពុលអត់ហ៊ានចូលទៅក្តារវងក៏ពុលតែម្ដងពុលវាហប់បងប្អូនដោយសារមេឃក្តៅផងអីផងហើយក្មេងៗគឺចាប់ផ្ដើមរាំលេងប៉ាត់ម្សៅគ្នាទៅវិញទៅមករាំតាំងចង្វាក់ភ្លេងដោយសារមួយឆ្នាំមានម្ដងគឺពិធីបុណ្យចូលឆ្នាំភូមិគឺមានរយៈពេល3ថ្ងៃបងប្អូន
ai trong này bon công san phôm nợ phôm tập bèn ở xây khum rung sọc mày một khai thập bông móng cứ nợ năm pi pon mà phay pram ní cứ kê bà rộp để dập bê bay tháng chập pi tháng tì mà phay đọt tháng tì mà phay bay hay khai mê xá năm pi pon mà phay pram hay tháng tì mà phay bay này hay cái chia tháng long bon tài mà đòn hay cái chia tháng bánh chọp phong đá chẳng hỏi bông ôn cái chia khmênh giúp về chôn giúp về tây mau bị tí chất tí ngay mà rom lên cầm san mà lên pan mà sao đôi trôi năm chẳng cứ tràn co mền tàn bạn bóng pôn từng ở kia cứ video nên cứ bằng hà nhầm pi tự đập hiệp khăn bị thi bon cầm san phôm nè sọc mày mất cứ tài pan đăng bà số một con